សូមជូនរឿងដើមកំណើតសត្វខ្លាកាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យដោយក្តីសុខសាន្តប៉ុន្តែព្រះអង្គតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភពីការការពារព្រះនគរព្រោះពុំបានរៀនសិល្បៈសាស្ត្រខាងពិជ័យសង្គ្រាមដោយព្រះរាជាមុនឡើយថ្ងៃមួយវេលាម៉ោង 8 ព្រឹកព្រះរាជាទ្រង់បានកោះប្រជុំមន្ត្រីទាំងឡាយហើយសម្ដែងព្រះរាជបំណងចង់យាងទៅរៀនវិជ្ជាការពារនគរឮដូច្នោះព្រះអមហេសីលោកហោរានិងមន្ត្រីចតុស្តំទាំង4ក៏បានទូលសុំតាមហែហំព្រះអង្គទៅរៀនសិល្បៈវិជ្ជាដើម្បីជួយការពារជាតិមាតុភូមិផងដែរក្រោយពីបានជំនុំស្រេចរាល់គ្នាហើយព្រះរាជាក៏បាននាំរាជបរិវារដ៏ស្មោះត្រង់ទាំងនេះចេញដំណើរចាកចេញពីព្រះនគរភ្លាមដោយក្តីព្យាយាមឆ្លងកាត់ការធ្វើដំណើរអស់រយៈពេល7ថ្ងៃពួកទ្រង់ក៏បានមកដល់នគរតដសិលាហើយបានជួបនឹងលោកអាចារ្យទិសាបាមកទាំងអស់គ្នាបានខិតខំរៀនសូត្ររហូតចេះចប់សពគ្រប់មិនថាតែការបំផ្លែងខ្លួនជាសត្វតិរិឆានឬជាយក្សគុណធម៌នោះទេគឺអាចធ្វើបានដោយងាយទាំងអស់ក្រោយពីបានរៀនចេះចប់សពគ្រប់ហើយព្រះរាជាក៏បានសម្រេចព្រះទ័យសុំលាលោកអាចារ្យដើម្បីវិលត្រឡប់មកគ្រងព្រះនគរវិញធ្វើដំណើរបោះក្រោយបានត្រឹមតែ3ថ្ងៃហេតុតែផលបាបកម្មតាមមកទាន់នាំឲ្យពួកទ្រង់វង្វេងផ្លូវត្រាច់ចោឥតគោលដៅក្នុងព្រៃជ្រៅនៅក្នុងព្រៃជ្រៅនោះស្បៀងអាហារដែលយកមកក៏បានអស់រលីងពួកទ្រង់ត្រូវបង្ខំសោយតែមើមឈើនិងផ្លែឈើព្រៃទាំងអត់ឃ្លានដោយខ្លាចត្រូវបាត់បង់ជីវិតឥតប្រយោជន៍នៅក្នុងព្រៃព្រះរាជាក៏បានបើកការពិភាក្សាយ៉ាងបន្ទាន់ជាមួយមន្ត្រីនិងមហេសីលោកហោរាបាននឹកឃើញដល់មន្តវិជ្ជាដែលទើបតែរៀនចប់ហើយបានទូលថ្វាយនៅគំនិតមួយដ៏ចម្លែកព្រះរាជានិងគ្រប់គ្នាបានយល់ព្រមតាមរួចក៏ចាប់ផ្ដើមបែងចែកគ្នាថានរណានឹងក្លាយជាផ្នែកណាខ្លះនៃរូបរាងកាយខ្លាបន្ទាប់មកលោកហោរាសុំធ្វើជាកន្ទុយដើម្បីដឹងការជាមុនរីឯព្រះអគ្គមហេសីដែលមានរាងកាយល្វត់ល្វន់ក៏សុំធ្វើជាដងខ្លួនខ្លាចំណែកឯផ្នែកក្បាលដែលនៅសល់គឺតំណាងឲ្យតួអង្គព្រះមហាក្សត្រផ្ទាល់ដែលមានអំណាចនិងមហិទ្ធិឫទ្ធិខ្ពស់ជាងគេបង្អស់បំផុតពេលនោះពួកទ្រង់ក៏រួមចិត្តគ្នាសូត្រមន្តវិជ្ជាស្រាប់តែប្រែក្រឡាខ្លួនកើតជាភ្នាក់ខារាជឬស្ដេចខ្លាដ៏ធំសម្បើមមួយភ្លាមដោយសេចក្តីប្រាថ្នាកាលបើកើតជាសត្វខ្លាហើយវាក៏ស្ទុះបូលយ៉ាងលឿនសម្ដៅដេញចាប់សត្វព្រឺនិងក្តាន់យកមកធ្វើជាអាហារដើម្បីចិញ្ចឹមជីវិតប៉ុន្តែយូរទៅដោយសារតែភាពសប្បាយរីករាយក្នុងការរស់នៅបែបសត្វព្រៃស្ដេចខ្លានេះក៏បានភ្លេចអស់នូវរាជសម្បត្តិនិងព្រះមហានគរដោយពុំមានចិត្តស្ដាយស្រណោះឡើយហេតុនេះហើយបានជាសត្វខ្លាដឹងការមុនពេលចាប់សត្វជាអាហារតាមរយៈកន្ទុយព្រោះជាលោកហោរាចំណែកឯដងខ្លួនដ៏ទន់ភ្លន់ល្វត់ល្វន់គឺពីព្រោះជាតួអង្គព្រះអគ្គមហេសីឯក្បាលខ្លាដែលមើលទៅគួរឲ្យសម្បើមអស្ចារ្យគឺតួអង្គព្រះមហាក្សត្រដែលមានអំណាចរីឯជើងទាំង4ដែលមានកម្លាំងខ្លាំងនិងក្រចកមុតស្រួចគឺមកពីមន្ត្រីចតុស្តំទាំង4នេះហើយគឺជាប្រវត្តិរឿងព្រេងបុរាណដែលខ្មែរយើងតែងតែនិយមនិទានតគ្នាអំពីដើមកំណើតនៃសត្វខ្លាដែលកើតចេញពីមន្តវិជ្ជារបស់មនុស្ស